បងប្អូនបាទនេះជាអាហារសុខភាពបាទវាជាម្សៅសាមញ្ញបាទជាប្រភេទអាហារដែលមានវីតាមីនមានប្រូតេអ៊ីនខ្ពស់បាទអញ្ចឹងសម្រាប់បងប្អូនដែលមានម្ដាយវ័យចាស់បាទចាស់ជរាឬក៏ចាស់ដែលគាត់ពិបាកហូបបាយពិបាកហូបបបរបាទហើយគាត់អត់សូវមានកម្លាំងទេគាត់ហូបបបរហូបបាយហើយហូបកាទៀវហើយក៏ដោយចុះបាទអត់សូវមានកម្លាំងទេបងប្អូនអាចយកអាហារនេះបាទទៅលាយឲ្យគាត់ហូបបាទអញ្ចឹងវាជាអាហារប្រចាំថ្ងៃរបស់យើងណាចឹងបងប្អូនមានតែកែវក្លុកនេះបាទយើងលាយជាមួយទឹកសុទ្ធបងប្អូនបាទនេះបងប្អូនមានទឹកសុទ្ធនេះមកអូខេចាក់មកកន្លះកែវនេះមកបងប្អូននេះបាទហើយយើងដាក់កំប៉ុងវែងនេះ2តាព្រាប្រូតេអ៊ីននេះ1តាព្រាហើយនេះជាកំប៉ុងតែទេសម្រាប់គាត់ឆុងហូបពេលគាត់ញ៉ាំអាហារពីរមុខនេះហើយអញ្ចឹងវាងាយស្រួលសាមញ្ញទេបាទអញ្ចឹងសម្រាប់បងប្អូនដែលធ្វើការ office ក្តីបាទអញ្ចឹងបងប្អូនអមថាពេលល្ងាចចេញមកវិញពិបាកទាំងតហូបអីបាទអញ្ចឹងបងប្អូនអាចយកអាហារនេះទៅជាអាហារពេលល្ងាចក៏បានដែរបាទអញ្ចឹងវាសាមញ្ញវាងាយស្រួលសម្រាប់បងប្អូនណាហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនចង់ភ្លក់អានេះរសជាតិសូកូឡាបាទអាមុន strawberry អញ្ចឹងយើងមាន5រសជាតិអញ្ចឹងរសជាតិមួយណាដែលបងប្អូនពេញចិត្តអាច comment មកបានបាទអរគុណច្រើន